បន្ទាប់ពីកីឡាករពេជ្រសម្បត្តិបានបំបាក់កីឡាករអេស្ប៉ាញម៉ារីអូកាលពីយប់មិញមិននៅយូរនោះទេលោកគ្រូពេជ្រសុផាន់ក៏បានចេញមកធ្វើការដែលបង្ហោះសារមួយផងដែរដោយនិយាយចំយ៉ាងដូចនេះពីពេជ្រសម្បត្តិបើយើងនិយាយអំពីកីឡាករពេជ្រសម្បត្តិក្របីព្រៃមកដៃគុណខ្មែររបស់យើងជាការពិតណាស់បងប្អូនមហាជនហ្វេនអ្នកគាំទ្រពិតជាបានដឹងនិងទទួលស្គាល់ហើយសម្រាប់កម្រិតនៃសមត្ថភាពរបស់គាត់ចំពោះការដែលប្រកួតជាក់ស្ដែងនៅលើសង្វៀនអញ្ចឹងពីមួយប្រកួតទៅមួយប្រកួតពេជ្រសម្បត្តិមិនដែលធ្វើឲ្យបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែររបស់យើងគឺខកបំណងនោះទេបងប្អូនហើយយ៉ាងណាពេជ្រសម្បត្តិក៏បាននឹងធ្វើឲ្យគេហៅថាសង្វៀនធំជុំវិញពិភពលោកនឹងចាប់អារម្មណ៍ខ្លាំងក្លាណាស់ផងដែរចង់បានពេជ្រសម្បត្តិទៅប្រកួតនៅក្នុងកម្មវិធីរបស់គេដោយសារតែពេជ្រសម្បត្តិគឺគាត់ទៅដល់ទីណាវាយក៏ក្រៅកន្លែងហ្នឹងបងប្អូនអញ្ចឹងការដែលវាយរបស់ពេជ្រសម្បត្តិយើងឃើញហើយមិនលាក់លៀមមិនទុកកម្លាំងមិនខ្លាចឈឺសាច់ទៅកម្មវិធីរបស់គេចំណាយលុយគឺអត់ស្ដាយទេបងប្អូនហើយអ្វីដែលជាកត្តាចម្បងនោះគឺពេជ្រសម្បត្តិគាត់មានគេហៅថាការតាំងចិត្តខ្ពស់ក្នុងការដែលប្រកួតនៅលើសង្វៀនហើយទន្ទឹមនឹងនេះអ្វីដែលគាត់ទទួលបានក៏វាស័ក្តិសមផងដែរហើយយ៉ាងណាបើយើងក្រឡេកទៅកាន់ហ្វេនអ្នកគាំទ្រគុណខ្មែរគឺចាត់ទុកពេជ្រសម្បត្តិជាគេហៅថា idol នៅក្នុងបេះដូងហើយរាល់ការប្រកួតរបស់កីឡាករពេជ្រសម្បត្តិនឹងគឺចង់តាមដានចង់ទស្សនាហើយយ៉ាងណាមិញទីសោតយើងក្រឡេកទៅកាន់លោកគ្រូពេជ្រសុផាន់ដែលជាគ្រូបង្វឹករបស់ពេជ្រសម្បត្តិផ្ទាល់វិញបន្ទាប់ពីមួយប្រកួតកាលពីយប់មិញត្រូវបានបញ្ចប់ដែលប៉ះជាមួយនឹងកីឡាករម៉ារីអូអេស្ប៉ាញនឹងឯងលោកគ្រូដោយមុននេះបន្តិចក៏បានចេញមកធ្វើការដែលបង្ហោះនៅរូបភាពមួយសន្លឹករបស់កីឡាករពេជ្រសម្បត្តិដែលស្ពាយខ្សែក្រវ៉ាត់ជ្រែកខ្លួនហើយបានសរសេរនៅសំណេរយ៉ាងដូចនេះចូលប្រឡូកនៅក្នុងអាជីពគុនខ្មែររយៈពេល4ឆ្នាំពេជ្រសម្បត្តិឈ្នះខ្សែក្រវ៉ាត់8គ្រឿងកសាងគេឈ្មោះល្បីរន្ទឺធ្វើឲ្យពុកម៉ែបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទទួលស្គាល់នៅសមត្ថភាពពិតរបស់ពេជ្រសម្បត្តិធ្វើពិតបានផលពិតនេះគឺជាសំណេរទាំងស្រុងពីសំណាក់លោកគ្រូពេជ្រសុផាន់អញ្ចឹងដោយដែលលោកបានបញ្ជាក់អញ្ចឹងពេជ្រសម្បត្តិគឺគាត់ទើបតែប្រឡូកនៅក្នុងអាជីពជាអ្នកប្រដាល់នេះរយៈពេលត្រឹមតែ4ឆ្នាំតែប៉ុណ្ណោះប៉ុន្តែអ្វីដែលជាសមិទ្ធផលខ្សែក្រវ៉ាត់រហូតដល់ទៅ8ខ្សែដែលគាត់បាននឹងកំពុងតែក្រងហើយអ្វីដែលរឹតតែពិសេសនោះគឺតើតងជាមួយនឹងការដែលកសាងគេឈ្មោះពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺកាន់តែល្បីទៅហើយបងប្អូនបើនិយាយអំពីនៅស្រុកខ្មែរវិញគាត់សុសសាយហើយអ្នកណាក៏ដោយឲ្យតែចេះមើលប្រដាល់ដឹងតែស្គាល់ពេជ្រសម្បត្តិហើយដែលឡែកនៅលើឆាកអន្តរជាតិគឺគេបាននឹងកំពុងតែចាប់អារម្មណ៍មកកាន់ពេជ្រសម្បត្តិដូចគ្នាអញ្ចឹងបើគាត់នៅតែបន្តគេហៅថាកំណត់ត្រាចំពោះការដែលធ្វើបានល្អសមត្ថភាពចេះតែកើនឡើងមិនខ្វះទេបងប្អូនអ្នកស្គាល់ពេជ្រសម្បត្តិហើយក៏មិនខ្វះដែរសង្វៀនដែលត្រូវការកីឡាករដែលមានសមត្ថភាពពិតប្រាកដដោយពេជ្រសម្បត្តិនឹងទៅប្រកួតនៅក្នុងកម្មវិធីរបស់គេហើយយ៉ាងណាមិញទៀតសោតដោយដែលលោកគ្រូពេជ្រសុផាន់លោកបានបញ្ជាក់នៅឃ្លាចុងក្រោយអញ្ចឹងធ្វើពិតបានផលពិតមិនមែនធ្វើលំលេងទៅហាត់ LL ចង់បានគេហៅថាសម្រាប់កិច្ចការធំនោះគឺមិនងាយទេអញ្ចឹងការខិតខំប្រឹងប្រែងបដិញ្ញាចិត្តការដែលគោរពវិន័យឲ្យតម្លៃទៅគេហៅថាលើការវឹកហាត់គឺកម្រិតនៃសមត្ថភាពប្រកបណាស់នឹងកើនឡើងគួរឲ្យកត់សម្គាល់សំខាន់គឺតើតើជាមួយនឹងកត្តានៃកីឡាករខ្លួនឯងផ្ទាល់សម្រាប់គ្រូក៏ដូចជាអ្នកដែលនៅជុំវិញគ្រាន់តែជាផ្នែកមួយនៃការដែលជំរុញតែប៉ុណ្ណោះប៉ុន្តែអ្វីដែលជាស្នូលដ៏សំខាន់បំផុតគឺការដែលកីឡាករគាត់ដឹងថាខ្លួនឯងត្រូវធ្វើអ្វីដើម្បីក្លាយទៅជាអ្នកខ្លាំងនឹងទទួលបាននៅការចាប់អារម្មណ៍ដោយពេជ្រសម្បត្តិហើយពេជ្រសម្បត្តិនេះទៀតសោតសម្រាប់បងប្អូនហ្វេនអ្នកគាំទ្រគុនខ្មែរគឺទទួលស្គាល់ហើយសមត្ថភាពរបស់គាត់ហើយអាចនិយាយខ្លីថាចំពោះការដែលលេងបែបលក្ខណៈគេហៅថាឈឺសាច់ទេបងប្អូនលេងបែបកង់ចេញរៀមអំបោះឆៅក្នុងប្រភេទទម្ងន់60គីឡូក្រាមនេះ
មិនថាកីឡាករខ្មែរយើងឬក៏កីឡាករបរទេសទេពិបាកក្នុងការដែររកដៃគូមកប៉ះជាមួយនឹងពេជ្រសម្បត្តិណាយើងឃើញជាក់ស្ដែងទាំងអស់គ្នាហើយយ៉ាងណាមិញទៀតសោតបេសកកម្មរបស់កីឡាករពេជ្រសម្បត្តិតើតងជាមួយនឹងការដែលប្រកួតនៅចុងខែឧសភាខាងមុខបងប្អូនថ្ងៃទី31គឺត្រូវទៅលេងទឹកដីនៃសហរដ្ឋអាមេរិកជាលើកទី2ហើយបន្ទាប់ពីលើកទី1យើងឃើញហើយដែលយើងលេងឈុតធំជាមួយនឹងខាងស្ថាប័នលំដាប់ថ្នាក់ពិភពលោកមួយផងដែរនោះគឺ WCK ជាលទ្ធផលគឺខ្សែក្រវ៉ាត់មួយខ្សែត្រូវបានមកដល់ដៃពេជ្រសម្បត្តិផងដែរអញ្ចឹងអ្វីគឺចេះតែកើតមានឡើងជាបន្តបន្ទាប់សម្រាប់ជាសមិទ្ធផលចំពោះអ្នកដែលគាត់ខិតខំប្រឹងប្រែងដោយពេជ្រសម្បត្តិនេះទៀតសោតហើយយ៉ាងណាមិញចំពោះ admin ក៏មានតែប៉ុណ្្នឹងដែរហើយបងប្អូនយល់យ៉ាងណាចំពោះសំណេររបស់លោកគ្រូពេជ្រផាន់ក្រោយឃើញកូនសិស្សរបស់ខ្លួននោះគឺពេជ្រសម្បត្តិដែលគាត់ទៅតែប្រឡូកនៅក្នុងអាជីពគុនខ្មែរ4ឆ្នាំតែប៉ុណ្ណោះប៉ុន្តែពេជ្រសម្បត្តិមានខ្សែក្រវ៉ាត់ក្រងរហូតដល់ទៅ8ខ្សែកេរ្តិ៍ឈ្មោះល្បីរន្ទឺពុកម៉ែបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរស្គាល់ហើយក៏ទទួលស្គាល់សមត្ថភាពរបស់គាត់ផងដែរអញ្ចឹងបងប្អូនអាចចូលរួមខមមិនបញ្ចេញជាមតិយោបល់ជាចុងក្រោយសូមជម្រាបលា